បាទសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយជួបគ្នាទៀតហើយជាមួយនឹងខ្ញុំបាទ MSI ដោយសារបងប្អូនយើងមួយចំនួនតែតែសួរគោរកូនតលេកូនគោតលេហ្នឹងឥឡូវចូលមកគ្រាប់ទៀតហើយប្រភេទជាប្រភេទគោតលេដែលពូកែស៊ីស្មៅពូកែស៊ីស្មៅហើយស្រួលក្នុងការថែទាំទឹកកតោអីក៏ចេះដែរបងប្អូនណាហ្នឹងហើយអញ្ចឹងនៅខាងមុខបងប្អូនអរគ្នានេះគឺជាប្រភេទកូនគោតលេគឺស្អាតមែនទេបងប្អូនក្រាស់ល្អហើយមានអាយុត្រឹមតែ8ខែបងប្អូនណាហ្នឹងហើយមានផ្លែបោកក្បាលអីទីតិចក៏ដូចជាដោះក៏ដូចជាផ្ចិតអីគឺស្អាតបងប្អូនណាសម្រាប់អ្នកដែលរកធ្វើពូជជាប្រភេទកូនញីអ្នកដែលរកធ្វើពូជគឺអត់មានចំណុចខុសទេបងប្អូនគឺស្អាតមែនទែននេះគឺស្អាតណាអញ្ចឹងអាយុទើបតែ8ខែទេសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការគឺអាចមកមើលបានហ្នឹងហើយទីតាំងនៅខាងតំបន់ចក្រីទីងខាងជើងផ្សារព្រៃថ្នងចម្ងាយ100ម៉ែត្រនៅក្នុងខេត្តកំពតបងប្អូនណាគឺស្អាតក្រាស់បងប្អូនក្រាស់ណាកូននេះយើងមើលចិត្តបងប្អូនយើងមើលចិត្តណាគឺក្រាស់ល្អស្អាតស្លូតងាយស្រួលក្នុងការចិញ្ចឹមក្រាស់ល្អស្លូតណាបងប្អូនណាហើយមួយទៀតគឺជាដៃគូណាគឺជាដៃគូប្រភេទកូនឡាយហ្នឹងឡាយគឺក្រហមក្បាលអីស្អាតឆ្អឹងឆ្អែងល្អកម្ពស់គឺកម្ពស់ប្រហែលគ្នាពីរហ្នឹងអត់ចាញ់គ្នាទេនេះបងប្អូនមើលពីចម្ងាយនេះឃើញទេកម្ពស់គឺកម្ពស់ប្រហែលគ្នាគាត់ថាជាប្រភេទកូនតលេគឺក្រាស់ជាងបងប្អូនក្រាស់ជាងហើយឡាយដោយសារឡាយស្ទើរសាច់បងប្អូនឡាយគឺស្ទើរសាច់ប៉ុន្តែដៃជើងប្រដាប់ប្រដាអីគឺល្អបងប្អូនល្អជាងសម្រាប់អ្នកដែលបងប្អូនត្រូវការយកទៅចិញ្ចឹមពិបាកក្នុងការដើររកគោដាក់គូគឺបងប្អូនអ្នកនេះអាចមើលមកគូនេះបានតលេមួយហើយនឹងឡាយមួយនៅក្នុងមកគូហ្នឹងដោយសារអ្នកដែលគាត់ចូលចិត្តទិញមករយៈពេលចុងក្រោយនេះគឺគាត់តែងតែសួររមកគូហើយគាត់ត្រូវការឡាយមួយតលេមួយអញ្ចឹងណាឥឡូវគឺខាងខ្ញុំបានដាក់ជាឡាយមួយតលេមួយហើយក្បាលល្អបងប្អូននេះក្បាលវិញស្អាតក្បាលល្អស្អាតបងប្អូនណាអ្នកដែលចិញ្ចឹមគឺអត់មានចំណុចខុសទេមានផ្ចិតមានអីត្រឹមត្រូវហ្នឹងហើយគាត់ថាពកក្រហមនេះកាយ៉ៅស្អាតបងប្អូនគាត់ថាកាយ៉ៅក្រោយខ្នងវានឹងនៅក្រោយបន្តិចបងប្អូនណានៅចំនេះធម្មតាវានៅចំនេះប៉ុន្តែឥឡូវវានៅខាងនេះវាមកក្រោយបន្តិចតែកាយ៉ៅនេះគឺអត់មានបញ្ហាទេគាត់បញ្ជាក់បងប្អូនថាកាយ៉ៅហ្នឹងគឺនៅខាងក្រោយបន្តិចពីមុននៅចំនេះឥឡូវគឺនៅចំនេះមានន័យថាធម្មតាបើវាគឺនៅចំនេះឥឡូវកាយ៉ៅនៅចំនេះចឹងណាប៉ុន្តែវាអត់មានបញ្ហារឿងកាយ៉ៅហ្នឹងទេអត់មានទេកាយ៉ៅនេះមិនមានជាកាយ៉ៅដែលទាស់ទេបងប្អូនណាហ្នឹងហើយអញ្ចឹងគូមិននឹមនេះគឺបងប្អូនអរគ្នាអាចមកមើលដល់ផ្ទាល់បានក៏បានឬក៏បងប្អូនអរគ្នាទុកចិត្តខ្ញុំគឺបងប្អូនអរគ្នាមិនចាញ់បាច់មើលក៏បានដែរគឺខ្ញុំធានាគួរល្អឲ្យណាហ្នឹងហើយអញ្ចឹងវីដេអូនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នេះទេហ្នឹងហើយសម្រាប់គូទាំងពីរនេះគឺប្រកាសស៊ីស្មៅបងប្អូនប្រកាសស៊ីដូចបងប្អូនអរគ្នាបានឃើញអញ្ចឹងប្រកាសស៊ីមែនតើណាអញ្ចឹងវីដេអូនៅក្នុងពេលនេះគឺមានតែប៉ុណ្្នេះទេសូមអរគុណសម្រាប់ការតាមដានសូមជម្រាប